បាទជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលការដាក់បង្កាត់ដួងរបស់យើងបាទដាក់តាំងពីថ្ងៃ10ខែ12ឥឡូវថ្ងៃនេះថ្ងៃ18បានន័យថាយើងដាក់បាន8ថ្ងៃបាទអញ្ចឹងយើងត្រូវការថែមទឹកឲ្យវាដូចខ្ញុំនិយាយចឹងណា7ថ្ងៃ8ថ្ងៃឬដល់10ថ្ងៃយើងត្រូវថែមទឹកឲ្យវាណាបងប្អូនហើយទឹកនេះគឺជាទឹកធម្មតារបស់យើងបាទហើយនេះមិនមែនជា EM ដែលយើងលាយមកវានេះគឺជា EM ម្ដងហ្នឹងបងប្អូនបាទហ្នឹងក៏ខ្ញុំមានលក់ដែរណាបាទបើសិនជាបងប្អូនអត់មានអាហ្នឹងទេយើងប្រើ EM ដែលខ្ញុំដាក់ឲ្យហ្នឹងបាទដាក់2សភាទៅហើយជាមួយនឹងស្ករមូ2សភាទៅណាតែខ្ញុំមានអានេះខ្ញុំប្រើអានេះតែម្ដងបាទអានេះគឺជំនាញវាគឺទៅបំបត្តិក្លិនណាបងប្អូនជំនាញវាខ្លាំងគឺបំបត្តិក្លិនហើយជំនួយសត្វយើងស៊ីគឺជំនួយបានដូច EM ដែរប៉ុន្តែគាត់ថាវាអត់ខ្លាំងដូច EM ទេណាបាទដោយសារអីខ្ញុំប្រើអានេះមកតែម្ដងពីព្រោះអីចំណៃយើងគឺចំណៃផ្អាប់ណាបងប្អូនបាទអានេះវាទៅកាត់ក្លិនអាម៉ូញ៉ាក់នៅក្នុងលាមកដួងនៅក្នុងលាមកឈូកលាមកគោយូកាត់បានច្រើនអញ្ចឹងដួងរបស់យើងគឺវាចូល8ថ្ងៃបាទ8ថ្ងៃគឺយើងចាប់ផ្ដើមឆែកមើលដល់ហើយមុននឹងបើកបងត្រូវកលាស់វាណាបងប្អូនណាហើយនេះចៃកាធៀមដាក់ឲ្យមេវាណានេះកលាស់ស្អាតដើម្បីកុំឲ្យមេវាតោងជាប់នៅហ្នឹងតែតោងជាប់ហ្នឹងយើងអត់ដឹងយើងទាញមកវាមានបញ្ហាជ្រុះមេបាត់មេបាទយើងចាប់ផ្ដើមកាយមើលទាំងអស់គ្នាបាទល្បាប់ពី8ថ្ងៃឡើងទៅហ្នឹងដល់10ថ្ងៃហ្នឹងវាអាចមានឃើញកូនទូចៗតែបងប្អូនកុំបាច់ព្យាយាមកាយច្រើនអញ្ចឹងកាយតិចបានណានេះខ្ញុំកាយដោយសារចង់ឲ្យបងប្អូនមើលឃើញកូនដួងបងខ្លះគាត់យកទៅប្រកាសគាត់អត់ដឹងថាកូនដួងវារូបរាងម៉េចនេះបាទកូនដួងគឺអញ្ចឹងណាបងសុភាពវាណាបាទគឺខ្លួនវាសអញ្ចឹងទេហើយក្បាលក្រហមនេះបាទហើយវាអត់លឿនទេវាអត់លឿនទេណាបងប្អូនបាទមេថ្មីគឺវាញាស់មកល្អអញ្ចឹងណាបងប្អូននេះយ៉ាបាំងដៃទៅណាបាត់នេះបាទហើយយើងមើលកាយអញ្ចឹងដើម្បីមើលសភាពទឹកហើយមិនមែនកាយយកវល់ទេណាបងប្អូនកាយតែបន្តិចទេកាយមួយកន្លែងពីរកន្លែងយើងមើលយើងដឹងសំណើមទឹកចំណីអាហាររបស់យើងណាបាទខាងនេះអត់តន់ឃើញទេកូនយើងកាយយកតទៅទៀតណាហើយបងប្អូនខ្លះដាក់សបកដូងផ្ទះអត់អីទេបើកអាហ្នឹងមកឃើញមានប្រឡោះទូចហ្នឹងហើយគឺមានកូនដួងហើយនេះបងប្អូនចាប់អានេះឲ្យមើលមួយបាទបងប្អូនមើលសភាពថាកូនដួងវារបៀបម៉េចនេះពីរវាគឺខ្លួនវាសអញ្ចឹងក្បាលវាពណ៌ក្រហមពណ៌ផេះពណ៌លឿងនេះឃើញទេគឺដួងបាទហ្នឹងហើយរបស់យើងបាន8ថ្ងៃគឺបានសភាពប្របាត់ប៉ុណ្ណឹងកូនដួងក៏យើងប៉ុណ្ណេះហើយមើលសំណើមប៉ុណ្ណឹងមានន័យថារបស់យើងវាមិនសូវស្ងួតខ្លាំងអត់សូវស្ងួតខ្លាំងយើងថែមទឹកទៅកន្លះផ្តិលណាបងប្អូនជាក់ស្ដែងបាទពី50ទៅ70%បាទហើយគឺយើងស្រោចវាស្រោចជុំវិញយ៉ាងណាបងប្អូនណាបងប្អូនថាជុំប្រើទឹកសាបធម្មតាបានអត់បាទប្រើបានដូចគ្នាប៉ុន្តែគាត់ថាឲ្យល្អវាមិនល្អដូចជាទឹកនេះទេបាទនេះវាមានដៃពីរយើងទះវានេះសាដៃមួយខ្ញុំជាប់កាន់កាមេរ៉ាហើយអញ្ចឹងកាន់ទូរស័ព្ទថតឲ្យបងប្អូនមើលណាបាទហើយកុំភ្លេចចេកមួយផ្លែសម្រាប់ខ្ញុំមិនដែលទៀមទាដាក់ចេក2ផ្លែ3ផ្លែទេខ្ញុំមកដាក់ចេកមួយផ្លែទេមូលហេតុខ្ញុំការពារខ្លាចមានតកៅចេកមកអាតកៅចេកអាតកៅស្គមសុទ្ធអាហ្នឹងវាលឿនណាបាទអាហ្នឹងបើវាញាស់ច្រើនពេកក៏វាជាប្រភពនៃបញ្ហានៅក្នុងការវាហ្នឹងមកស៊ីពងដួងដែរនៅពេលដែលមេដួងយើងចាប់ដើមពងអាតកៅហ្នឹងវាទៅស៊ីអញ្ចឹងណាចឹងមកខ្ញុំទៀមទាបងប្អូនប្រើចេកទៅមួយផ្លែអាហ្នឹងសម្រាប់កូនក្រុមខ្ញុំបើកូនក្រុមគេអាហ្នឹងគេមានរូបមន្តថ្មីរបស់គេមិនអាហ្នឹងក៏ខ្ញុំអត់ដឹងដែរណាហ្នឹងហើយបងខ្លះក៏ថាឃើញរបស់គេថាពី5 10ថ្ងៃទៅ20ថ្ងៃឬ25ថ្ងៃអីគេអាចយកទៅហូបឬក៏ទៅលក់បានអាហ្នឹងរូបមន្តថ្មីគេចាំបែបថ្មីមិនអញ្ចឹងខ្ញុំអត់ដឹងណាបងប្អូនតែសម្រាប់របស់ខ្ញុំគឺ45ថ្ងៃកូនក្រុមខ្ញុំគឺខ្ញុំប្រាប់45ថ្ងៃដូចគ្នាហ្នឹងហើយអូខេវីដេអូនេះក៏មានតែប៉ុណ្្នឹងណាអរគុណច្រើនបាយនិយាយអំពីការដាក់ទឹកព្រឹកប្រាប់បងប្អូនទាំងអស់គ្នាអានេះយើងមិនធ្វើតែមួយនៅលើហ្នឹងណាបងប្អូនបាទរបស់យើងប្រហែលយើងត្រូវធ្វើទាំងអស់ហើយលើកម្ដងមួយធ្វើដោយសារអីយើងត្រូវដាក់ចេកវាណាបងប្អូនណាបាទដូចខ្ញុំនេះ20 30 20ចន្លែកនេះខ្ញុំត្រូវធ្វើចឹងទៅអស់តាមអ្វីដែលខ្ញុំដាក់ម្ដងមួយចឹងណាបងប្អូនបាទដូចខ្ញុំនិយាយដែរយើងចង់បានផលពីវាយើងអាសាមើលវាផងខ្ញុំទុកវាចោលរហូតដល់15ថ្ងៃព្រោះមូលហេតុដាក់ប៉ុណ្ណេះចេកវាសម្រាប់អស់មេវាអត់មានអីស៊ីទេហើយសំណើមតែរៀងស្ងួតមានបញ្ហាពងគឺពងអត់ញ័រដែរហ្នឹងហើយអូខេចានេះយើងត្រូវលើកម្ដងមួយធ្វើទាំងអស់ហ្នឹងមើលណាអូខេអរគុណច្រើនបាយ